នេះដើម្បីកុំឲ្យខាតពេលអញ្ចឹងចាប់ផ្ដើមដំបូងខ្ញុំបកស្រាយតាក់ទងជាមួយនឹងអ្នកស្រីម្នាក់ដែលនៅប្រទេសញូហ្សេឡង់យើងចាប់ផ្ដើមពីគាត់មុនទៅណាដែលគាត់បានវាយប្រហារតាក់ទងជាមួយនឹងគ្នាយើងដែលនៅប្រទេសញូហ្សេឡង់ក៏ដូចជាបងប្អូនទូទាំងពិភពលោកអញ្ចឹងមុននឹងនេះបងប្អូនចាប់ផ្ដើមស្ដាប់នៅសំឡេងរបស់គាត់បន្តិចណាសូមអភ័យទោសហើយបើបងប្អូនណាមិនបាននេះក៏ទៀតពីនេះខ្ញុំសុភីនៅប្រទេសញូហ្សេឡង់ប្រហែលឃើញហើយដំណឹងនេះវារៀងប្អូនបន្តិចបងប្អូនក៏ប៉ុន្តែប្រហែលថ្ងៃដោយខ្ញុំមិនបានបកស្រាយហើយខ្ញុំចង់បង្ហាញឲ្យបងប្អូនដឹងបន្តិចបាទចាពុកម៉ែបងប្អូនមុននឹងធ្វើការបកស្រាយនៅប្រធានបទនៅថ្ងៃនេះខ្ញុំសូមអញ្ជើញពុកម៉ែបងប្អូនទៅស្ដាប់នៅព័ត៌មានមួយនេះជាមួយនឹងនាងខ្ញុំដូចតទៅអ្វីដែលខ្ញុំគ្រប់ដូចខ្ញុំនិយាយទៅគ្រប់គឺជាការលះបង់សួស្ដីពីគាត់ស្រីមកស៊ីសុខសប្បាយបណ្ណាសុខសប្បាយបាទសុខភាពសេងអរគុណតែទៅបុកសែលចាំទេបងនិយាយពីអីខំពួកសហភាពអឺរ៉ុបខំនឹងងាប់ខំនឹងយំហើយខ្ញុំនិយាយទៀតថាឥឡូវប្រទេសកម្ពុជាយើងជា scam ពួកនេះអ្នកឯងយកតែទទួលយកទេឬមកដាក់ទណ្ឌកម្មដាក់រំដាក់ចុងក្រោយបាទយើងឃើញលទ្ធផលហើយតែเป็นមុនបាទចាពុកម៉ែបងប្អូនក្រោយពីពុកម៉ែបងប្អូនបានស្ដាប់នៅប្រសាសន៍របស់លោកនេះឲ្យសុខសប្បាយពុកម៉ែបងប្អូនយល់យ៉ាងម៉េចដែរចាពុកម៉ែបងប្អូនសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំមានការហួសចិត្តយ៉ាងខ្លាំងដែលខ្ញុំមិនដឹងស្មានថាពួកគាត់ទាំងពីរនាក់អាចហាមាត់និយាយភាសានេះបាននៅក្នុងខណៈពេលដែលគាត់តែងនិយាយថាអ្វីទាំងអស់ដែលគាត់ធ្វើសម្រាប់ជាផលប្រយោជន៍របស់ប្រទេសជាតិនិងសម្រាប់ជាផលប្រយោជន៍របស់ប្រជាជនចាពុកម៉ែបងប្អូនសម្រាប់ខ្ញុំអ្វីដែលលោកអ្នកទាំងពីរបានកំពុងធ្វើនេះមិនមែនត្រឹមតែបំផ្លាញនៅផលប្រយោជន៍របស់ប្រទេសជាតិប៉ុណ្ណឹងទេថែមទាំងបំផ្លាញនៅកិត្តិយសនិងមុខមាត់របស់ប្រទេសជាតិហើយនឹងជន់ឈ្លីនៅកិត្តិយសនិងមុខមាត់របស់ប្រទេសជាតិថែមទៀតពុកម៉ែបងប្អូនអូខេខ្ញុំនឹងឆ្លើយជាមួយនឹងនាងបន្តិចនាងមករស់នៅប្រទេសញូហ្សេឡង់នាងទៅមើល form ដែលនាងចូលមកប្រទេសញូហ្សេឡង់ណាពេលគ្រួសារនាងធានាមកទៅមើលនៅក្នុង character មួយសាទៀតអូខេថាតើនាងបានឆ្លើយជាមួយនឹងក្នុងកន្លែង character សំណួរដែលថានាងបានចូលរួមជាមួយនឹងរបបផ្ដាច់ការឬមួយក៏របបដែល human right abuse នាងឆ្លើយថា no ក៏ប៉ុន្តែរបបលោកហ៊ុនសែនណាប្រទេសញូហ្សេឡង់ណា7-8 ឆ្នាំមុនគឺញូហ្សេឡង់បានណាប្រជុំនៅស្វីសហើយញូហ្សេឡង់នឹងបានដឹកនាំប្រទេស45ដើម្បីប្រឆាំងជាមួយនឹងរបបផ្ដាច់ការហ៊ុនសែនតាក់ទងជាមួយនឹង human right abuse នេះអូខេនាងនិយាយថានៅប្រទេសញូហ្សេឡង់អ្នកណាក៏មានសិទ្ធិបញ្ចេញមតិដោយសេរីមែនត្រឹមត្រូវមតិដោយសេរីក៏ប៉ុន្តែសេរីរបស់គេមិនមែនទៅគ្រប់គ្រងជនផ្ដាច់ការមិនមែនទៅគ្រប់គ្រងបកកុម្មុយនីសក៏មិនមែនទៅគ្រប់គ្រងអ្នកដែលបំផ្លាញសិទ្ធិមនុស្សដែរអត់ទេណាអ្នកមានសិទ្ធិរិះគន់គ្រប់កាលាក៏ប៉ុន្តែអ្នកមិនអាចទៅគ្រប់គ្រងប្រទេសបែបនឹងទេអត់ទេអ្នកទៅមើលមួយសារទៀតអ្វីដែលអ្នកនិយាយថាអ្នកលោកជំទាវ មូសុខួរជាមួយលោកច័ន្ទបុតគាត់ដើរទៅត្រុកគាត់ទៅបំផ្លាញកិត្តិយសរបស់ប្រទេសខ្មែរអ្នកមានបានពិចារណាទេថារបបលោកហ៊ុនសែននេះយកប្រទេសខ្មែរយកទៅបំផ្លាញកិត្តិយសខ្លួនឯងធ្វើឲ្យពិភពលោកគេហៅខ្មែរថា Scambodia នាងក្នុងនោះក៏ចូលរួមឈ្មោះ Scambodia គេដែរព្រោះប្រទេសនាងអ្នកណាក៏ឈឺចាប់ដែរពាក្យនេះអ្វីដែលលោកជំទាវ មូសុខួរនិងលោកច័ន្ទបុតដែលគាត់ទៅសហគមន៍អឺរ៉ុបក្តីថ្នាក់ដឹកនាំណាកម្ពុជារដ្ឋាភិបាលឯករាជ្យ$23ដែលទៅសហរដ្ឋអាមេរិកដើរគ្រប់កន្លែងនេះគឺដើម្បីទៅលុបលាងឈ្មោះមិនចង់ឲ្យរបបលោកហ៊ុនសែនយកកម្ពុជានេះយកទៅធ្វើប្រទេសផ្ដាស់ដើម្បីឲ្យខ្មែរស្អុយឈ្មោះคล้ายទៅជា Cambodia ដោយសាររឿងហ្នឹងអ្វីដែលលោកហ៊ុនសែនយកខ្មែរយកទៅបំផ្លាញធ្វើចោលលួចលុយគេ700កន្លែងនាងមានដឹងទេសន្តាគារណាកន្លែងដែលឆោបោក700កន្លែងជាងនៅប្រទេសខ្មែរសួរថានៅប្រទេសណាដែលមិនមាន scam online មានទទួលខុសត្រូវថាមានក៏ប៉ុន្តែគេមានដោយសារជនអ៊ុក្រិតលួចលាក់ធ្វើនៅកន្លែងណាក៏លួចលាក់ដែរហើយមិនមានច្រើនដល់4 10 20កន្លែងផងនៅក្នុងប្រទេសនីមួយៗតែប្រទេសខ្មែរ700កន្លែងអ្នកដែលទៅធ្វើការនៅទីក្រុងភ្នំពេញជិះឡានពាក់ក្រវ៉ាត់កបើកឡានទៅធ្វើការនៅកន្លែង scam online បើមិនរដ្ឋាភិបាលគ្រប់គ្រងឬមួយអ្នកមានអំណាចគ្រប់គ្រងថា scam online នេះប្រព្រឹត្តទៅដោយវិធីណារលូនទៅបែបហ្នឹងឯង
จังโลกคุณแซนเทเวอร์ระเบียบนั้นดอลลักเยิงปีพบโลกวิสอยชโมเขาชโมเกตยุคมารุ่ยเต่าเฮยให้เยิงเต่าเอาอรบเต่าเอาไอ้บัญเจ้าถ้าดอยซาระบอบนี่ให้เทเวอร์ดำไปเอาโคยเกตยุคมาใบเต่าจีเนียงท่าเยิงเต่าให้เกตยุเต่าบัมพลานเกตยุคมาเนียงดังท่าสหรัฐอเมริกเนี่ยหน้าเนี่ยเราเคยเกมออนไลน์อย่างนี้สหรัฐอเมริกลุยเกต$10,000,000ขนมมัชนำปีปอนมาไพ่บุญชนำปีปอนมาไพ่ปรามเจียงมาไพ่ปอน$1เตี้ยเกอดดังไงเกละงงไงตีบัมพอดเปเลยเยื่องเต้าหนีเย่ปราบเกเต้าบังห้างเอาเกท่ามันเอาประเทศขบายเพื่อใบหนึ่งเตี้ยเนียงเต้าจิตซุ่มกับลมจมวยหนึ่งอุกฤษกรรมออนไลน์ใบเต้าจิตเก่าโตถ้าเยื่องในขังกล่าวนี้จีปีไซลูกจุ่มเตียวมูสุขุมหนึ่งลูกจันจันบดดาวบัมพลานเกตอยู่ขบายจ้าเนี่ยพระพฤติได้บัมพลานลุยเกรอบสับเลียนโนไม่บานเนียงมันเคยพ้องไม่บานเนียงมันเก่าโตพ้องเนียงเต้าลุยเกประมาณเมาฮะ บานเนียงมันตัวลุยเกเตให้ไอ้บานจีเนียงเมาความโตรจุนใบหนึ่งเนียงพิจารณาเมื่อนะรวมแนวไอ้เมอร์เกพองมารวมแนวยูอิสลามนึงเนียงเต่าสู้ขเนียงนาวาลันตันหนึ่งเต่าประมาณนี้ได้ความโตรขยมตัวบานตูรซับรบซับนะรบซับได้นี่เยี่ยมันสบายแค่ปีเนียงหลอดบางพอนมาจุ่มนวลจ้องเอาเยื่อเรียบปฏิชันดำใบประดังเต้าอิมิเกรชันดำใบดังเนียงตลับเต้าปฏิกำนัดระบาดเนียงวิ่งพองแต่เยื่อเกิดหาชื่อขมายได้ยูเสลันในเวียมันเป็นเจียได้ระบาดเนี่ยนาเต้ได้บอมารีขมายมันเอากันแต่จานกันตลอดโกนบอมน้องระบาดเยื่อคือใบนั่งก็มาตายเยื่อรู้เดาเมอร์เกพองđó là cái chê pin Facebook đâu nè tao chỉ thả kê đang bỏ màu kia làm bày chê niêng bằng phong sắp to đầu tiên នៅក្នុងគណៈពេលដែលប្រទេសកំពុងតែទទួលរងនឹងការឈ្លានពានពីសន្តិសិទ្ធិពុកម៉ែបងប្អូនដែលគ្រប់អ្វីគ្រប់បែបយ៉ាងទាំងអស់គឺជាដំណើរការជាមហិច្ឆតានិងណាប្រទេសវាត្រូវឈ្លានពានពីប្រទេសសៀមត្រឹមត្រូវហើយតែដោយសារគេឈ្លានពានដោយសារអីដោយសារឪលោកនឹងឪនាងនឹងណាត្រូវរៅជាមួយនឹងសាក់ស៊ីនយកប្រទេសខ្មែរយកទៅត្រូវរៅជាមួយគេពីដើមនាងមានបានដឹងហើយ9វិច្ឆិកាឆ្នាំ2019ដែលលោកប្រធានចូលទៅស្រុកខ្មែរតាមរយៈប្រទេសថៃហ្នឹងថៃមិនបើកផ្លូវដោយសារអីថៃវាត្រូវជាមួយហ៊ុនសែននឹងឯងយកប្រទេសយកទៅលក់យកទៅដូរជាមួយគេកោះគុជនាងមានដឹងទេថាលោកហ៊ុនសែនឲ្យសុកអានសញ្ញេបកគលការគុជទៅឲ្យថៃនាងមានបានឃើញទេមានបានមើលទេអាចំណុចហ្នឹងថៃគេវាយខ្មែរគេយកលេះដោយសារមានឧក្រិដ្ឋកម្មអនឡាញហ្នឹងណាដោយសាររឿងដែលយើងធ្វើថោកហ្នឹងបំផ្លាញកិត្តិយសខ្មែរអស់ទៅហើយដល់តែខ្មែរអ្នកនិយាយបង្ហាញភាពពិតទៅជាគេយកកិត្តិយសយកទៅដាក់ដើម្បីបំផ្លាញទៅវិញណានាងត្រឡប់តលិនបែបហ្នឹងនិយាយឲ្យច្បាស់មកដោយបងនៅអូក្លិនដោយលោកមីងលីអីគាត់បាននិយាយគាត់បានបញ្ជាក់នៅលើប្រព័ន្ធ Facebook ឆ្លើយជាមួយនឹងនាងអូនាងវាយបហាគេដូចផ្ទះនាងមើលនៅប្រទេសញូហ្សេឡង់អ្វីដែលគេនិយាយខុសអ្វីដែលគេនិយាយត្រូវប្រជាជនប្រមាណអ្នកដែលគ្រប់គ្រងជាមួយនឹងរបបផ្ដាច់ការមែនខ្ញុំទទួលស្គាល់ថានៅទីនេះមានគណៈបកប្រជាជនមានអ្នកគ្រប់គ្រងគណៈបកប្រជាជនតែពួកសុទ្ធត្រុតមួយចំនួនទៅរកដើម្បីផលប្រយោជន៍លៀបសការៈដូចនាងចឹងឯងចំណេញបានអីឥឡូវហ្នឹងទៅស្រុកខ្មែរគ្រាន់តែចុះពីលើកប៉ាល់ហោះគេយកវីសាយកទៅវាយដោយមិនប្របាក់បងលុយត្រឡប់មកវិញបើលើគីឡូ10គីឡូអីហ្នឹងប្រាប់គេទៅគេសម្រួលគីឡូនឹងឲ្យដោយមិនប្របាក់បងលុយបើប៉ុណ្្នឹងគត់យកប្រទេសជាតិយកទៅជន់ឈ្លីយកទៅបំផ្លាញនាងមានបានមើលទេថាតើយួនចូលស្រុកខ្មែរប្រហែល10000នាក់ប្រហែល40នាក់ជាង1លាននាក់រាល់ថ្ងៃនាងមានដែរមានប្រទេសណាដែលបដ ாய் ឲ្យអនិកជនចូលដោយខុសច្បាប់បែបហ្នឹងដែលមានទេនាងមករស់នៅប្រទេសញូហ្សេឡង់មុននឹងនាងឆ្លងកាត់ចូលមករស់នៅប្រទេសញូហ្សេឡង់ត្រូវ
ចូលទៅតាមច្បាប់របស់អន្តោប្រវេសន៍នាងមកក្នុងនាមអីប្តីតានីអូខេនាងមកក្នុងនាមអីមករៀនឬមួយក៏មក investment ឬមួយក៏មកធ្វើការអត់មានអាចចេះនឹកឃើញកាន់กระดาษមកស្លឹកចូលមកឬមួយក៏គ្រាន់តែលុយបង់នៅព្រំបន្ទល់តែ 10000 រៀលអាចចូលស្រុកខ្មែរបានទេនាងមិនបានបើកភ្នែកមើលអាបញ្ហាអស់ហ្នឹងទេនឹងជាសេចក្តីត្រូវការដែលសៀមបាននឹងតែកំពុងចង់បានហើយដែលជាដើមហេតុដើមចំដែលធ្វើឲ្យសៀមមានលេសថាគេចូលមកប្រទេសកម្ពុជាគេវាយប្រហារកម្ពុជាគេប្រើយន្តហោះចម្បាំងគេប្រើសម្ភារៈសភាវុធទំនើបមកបំផ្លិចបំផ្លាញប្រទេសកម្ពុជាយើងគឺដោយសារតែបញ្ហាហ្នឹងឯងចា៎បងប្អូននាងទទួលស្គាល់ដែរថាសៀមមកបំផ្លាញមកវាយប្រទេសកម្ពុជាដោយសារបញ្ហាហ្នឹងដោយសារ scam online ដែលលោកហ៊ុនសែនធ្វើហ្នឹងដែលគេវាយនាងចេះទទួលស្គាល់ដែរតើណាបងប្អូនស្ដាប់ទៀតពីថា scam online ដូចខ្ញុំនិយាយថាគឺមាននៅគ្រប់ទីកន្លែងទាំងអស់ទូទាំងពិភពលោកប្រទេសណាក៏មានដែរគ្រាន់តែមានតិចហើយនឹងច្រើនតែប៉ុណ្ណឹងវាត្រឹមត្រូវប្រទេសណាក៏មានដែរ New Zealand ក៏មានដែរគេកំពុងតាមចាប់មិនមែន New Zealand អ្នកបង្កើតទេតែរដ្ឋាភិបាលខ្មែរវាខុសគ្នារដ្ឋាភិបាលខ្មែរគឺជាអ្នកនៅពីក្រោយ scam online ចិនស៊ីជានរណាហើយឥឡូវនៅចិនស៊ីជានរណាជាទីប្រឹក្សារបស់ហ៊ុនសែនហ៊ុនម៉ាណែតសខេងសសខាសបែបសពយ៉ាងហ៎ចិនស៊ីដើរជាមួយហ៊ុនសែនទៅអង្គការសហជីវជាតិទៅសហរដ្ឋអាមេរិកគ្រប់កន្លែងស្អីគេអាហ្នឹងមានតួនាទីស្មើនឹងរដ្ឋមន្ត្រីទៀតមិននៅក្នុងជួររដ្ឋាភិបាលហើយចិនស៊ីជាមេ scam online នៅប្រទេសកម្ពុជាហើយនាងនៅឋានៈណាទៀតឥឡូវនឹងឆ្លើយមកនាងគិតថាខ្មែរនឹងអត់ដឹងកើលើបងប្អូនខ្ញុំគិតថានេះមិនមែនជាលើកទី1ទេដែលក្រុមនេះបកពួកនេះបានធ្វើរបៀបនេះជាមួយនឹងសហព័ន្ធអឺរ៉ុបតាក់ទងជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាពុកបងប្អូនមាន2 ដងហើយមែន2 ដងមែនក៏ប៉ុន្តែសហគមន៍អឺរ៉ុបដែលគេដាក់ទណ្ឌកម្ម 20% EBA មិនមែនតាក់ទងជាមួយនឹងយើងទេគឺរបបលោកហ៊ុនសែនបំផ្លាញសិទ្ធិមនុស្សបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋអានឹងវាខុសជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសចឹងហើយបានគេដាក់ទណ្ឌកម្មគេមិនមែនចង់ដាក់ 20% គេចង់ដាក់លើនឹងទៅទៀតក៏ប៉ុន្តែគេអាណិតប្រជាពលរដ្ឋខ្មែរដែលជាកម្មករពី80,000ទៅ1លាននាក់នាងមានយល់ទេអាបញ្ហាហ្នឹងមិនពួកយើងនឹងទៅបញ្ជាអឺរ៉ុបនឹងគេស្ដាប់យើងហ៎បើគេគ្មានផតាំងគេគ្មានសាស្អីដោយសហរដ្ឋអាមេរិកយ៉ាងដែលគេរកឃើញ scam online នឹងមិនគេជឿគណៈបកប្រឆាំងមែនទេណានាងនិយាយឲ្យតម្លៃយើងគណៈបកប្រឆាំងធំពេកហើយនាងពិចារណាផងបុថាដើម្បីលុយសុកចិត្តក្បត់ខ្លួនឯងនិងប្រទេសខ្លួនមីស័តខ្ញុំអានតាមគាត់ថាđấyណាបងប្អូនពិចារណាមើលសាវលីបាទពីកាណាដាអរគុណបងនេះគឺជាលើកទី2លើកទី1ពុកម៉ែបងប្អូនចាំនេះគឺបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើការកាត់ពន្ធ EBA ចាពុកម៉ែបងប្អូនកាត់បន្ថយពន្ធ EBA ពុកម៉ែបងប្អូនចាំនេះទៅពេលនោះគឺដូចគ្នាដែរពុកម៉ែបងប្អូននេះគឺជាលើកទី2ហើយមិនមែនជាលើកទី1ទេខ្ញុំគិតថាពុកម៉ែបងប្អូនមិនមានការភ្ញាក់ផ្អើលទេនៅពេលដែលខ្ញុំឃើញនៅសកម្មភាពទាំងអស់នោះធ្វើឲ្យខ្ញុំមិនអស់ចិត្តចាព្រោះនេះគឺជាចរិតរបស់ខ្ញុំមុននឹងខ្ញុំធ្វើការបកស្រាយមួយខ្ញុំត្រូវតែតាមដានទៅប្រភពព័ត៌មានថាតើពាក្យ scam Cambodia ចេញមកពីណាថាតើនៅក្នុងពិភពលោកនេះច្បាស់ទេថាប្រទេសកម្ពុជាគឺជាប្រទេសដែលមាន scam online ធំជាងគេបំផុតនៅក្នុងពិភពលោកបងផលីសួស្ដីបាទច្បាស់ទេថាប្រទេសជិតខាងយើងគឺជាប្រទេសយ៉ាងដូចនេះមាន scam online ទៅព័ត៌មានដែលភ្ជាប់មកជាមួយនេះពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនមើលទាំងអស់គ្នាពាក្យថា scam Cambodia នេះគឺជាពាក្យលេងសើចបែបមើលងាយដែលកាត់ចេញពីពាក្យថាផ្សំភាសាពីរចូលគ្នាគឺ scam online នឹងគឺកាសែតនៅអាមេរិកណាគេជាអ្នកនិយាយរហូតដល់ខ្មែរយើងនឹងឲ្យគេលុបគេមិនព្រមលុបទៅទៀតនាងគិតថាគេទីងម៉ងអីខ្ញុំអត់មានកាន់ជើងអីថៃទេប្រទេសណាក៏ដោយតែលួចទឹកដីខ្ញុំជុំខ្ពើមខ្ញុំស្អប់ដូចគ្នាមិនថាខាងកើតខាងលិចទេខាងកើតក៏ដូចគ្នានៅចងចាំនៅខួរក្បាលខ្ញុំរហូតសូម្បីតែខ្ញុំទៅសេហ្គនណាយកម្ដាយយកទៅព្យាបាលណាបើកឡានទៅមានវត្តមួយនៅខាងឆ្វេងដៃឈ្មោះវត្តចន្ទរង្សីក៏លេខឃើញខ្លោងទ្វារដែលគេទៅសេខ្មែរដាក់វត្តចន្ទរង្សីបេះដូងខ្ញុំចង់ធ្លាក់មកថ្លើមថាដីអញដល់នឹងទីបំផុតបាត់ដីញ៉ាឥឡូវជាង70កន្លែងនាងមានបានមើលទេដោយសារអ្នកណាគេដែលថៃយកលេសវាយជាង70កន្លែងហ្នឹងនាងអត់មើលសោះ
អត់ខ្ចីមើលទីបំផុតឡើងមកក្តៅក្រហាយជាមួយនឹងអ្នកដែលគេធ្វើការអ្នកដែលគេតវ៉ាដល់ចុងបញ្ចប់ឡើងនេះប្រហែលថ្ងៃនេះ ចាជំរាបសួរពុកម៉ែបងប្អូនពីនាងខ្ញុំសុខីនៅប្រទេសញូហ្សេឡង់ជួបគ្នាទីថ្មីម្ដងទៀតពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនក្នុងនោះឃើញហើយវីដេអូចុងក្រោយរបស់ខ្ញុំហ្នឹងពុកម៉ែបងប្អូនដូចទឹកដាំពុះនៅលើក្រានចាវាដាំពុះមែន ពុកម៉ែបងប្អូនច្រើន ឲ្យយល់ផងភាគរយអ្នកណាគេដែលគេដាំពុះហ្នឹង បេះដូងវាដូចថាវាក្រិនហើយ ហ្នឹងហើយវាក្រិនហើយព្រោះមុខវាក្រាស់ ឆ្នាំមកហើយហើយដូច្នេះដូចវាស្វំពុកម៉ែបងប្អូនគេលៀបពណ៌ខ្ញុំគេថាឲ្យខ្ញុំ លៀបពណ៌ប្រជាពលរដ្ឋទូទាំងប្រទេសទូទាំងពិភពលោកលៀបពណ៌ ចុងក្រោយមកសុំឲ្យពួកខ្ញុំមកហៅសកម្មឲ្យខ្ញុំទៅតែអត់ទេខ្ញុំមិនបានបំពេញទេណា អាហោចសកម្មទៀតដែលខ្លួនឯងនិយាយបំពេញនៅលើប្រព័ន្ធ Facebook ដល់គេជេរពេញ Facebook ទៅថាគេហោចសកម្មឲ្យគេហេដល់ហើយយើងស្លេះប៉ុណ្្នឹងចោះតាក់តងរឿងស្រីម្នាក់ដែលនៅប្រទេសញូហ្សេឡង់ហ្នឹងខ្ញុំមិនចង់និយាយតទៅទៀតទេយើងចូលមកសាច់រឿងយើងវិញគាត់ថាមុននឹងខ្ញុំចាប់ផ្ដើមដើម្បីឲ្យបងប្អូនយើងជ្រាបថាជប់បងប្អូនបិទសំឡេងបន្តិចបាទរឿងអ៊ំបាទសួស្ដីបងសុខសប្បាយពីចម្ងាយខានជួបគ្នាយូរហើយបងប្រទេសអូស្ត្រាលីញូហ្សេឡង់ចិត្តគ្នាសោះតែអត់មានពេលបានទៅលេងអីសោះទៅពេលខ្លះគឺទៅតតែមានការ Hello វិវត្តសួស្ដីពីចម្ងាយឯកឧត្តមសៀងផ្អាប់បាទអូននឹងមុខក្រាស់ណាស់ត្រឹមត្រូវបាទគាត់មិនសមមករស់ប្រទេសញូហ្សេឡង់ទេគួរថាគាត់អ្នកគ្រប់គ្រងផ្ដាច់ការគាត់ឃើញប្រទេសឯករាជ្យណាត្រឹមត្រូវឈ្មោះល្អអញ្ចឹងគាត់គួរត្រឡប់ទៅនៅជាមួយសម្ដេចពុកគាត់វិញហើយមិនគួរគាត់រស់នៅទីនេះទេរ៉េនពេនបាទនាងឯងទៅតាមដានហ៊ុនសែនផងបានវាច្បាស់បាទត្រឹមត្រូវរ៉េនពេនឲ្យគួរតែគាត់ទៅតាមដានហ៊ុនសែននោះវណ្ណាវសួស្ដីពីចម្ងាយបាទអុកសុភ័ក្រស្រីម្នាក់នឹងមុខក្រាស់ជាងសัตว์ទៅទៀតបងបាទនិយាយមិនអត់ញិនយើងមិនមែនទៅចង់វាយប្រហារអីគាត់ទេឋានៈគាត់ជាពលរដ្ឋដូចតែគេដូចតែឯងដែរក៏ប៉ុន្តែអ្វីដែលគាត់និយាយនឹងវាខុសហួសហេតុពេកបាទសួស្ដីលោកតាសុខសប្បាយជាទេបាទអរគុណឈិនណាតបាទសុខសប្បាយអត់អីទេម៉ាំងខីសួស្ដីបាទសុភ័ក្របាទម៉ៅយេនបាទជម្រាបសួរអ្នកលោកពូបាទនិងអ្នកប្រជាធិបតេយ្យអរគុណច្រើនវាហួសហេតុពេកចឹងហើយបានយើងមើលទៅអ្វីដែលយើងគួរតែបកស្រាយហើយខ្ញុំនឹងធ្វើការតទៅទៀតមិនមែនប៉ុណ្្នឹងហើយយើងចេះតែស្ងាត់ទេអត់ទេយើងបន្តទៅទៀតយើងធ្វើការបន្តទៅទៀតម៉ៅយេនបាទសួស្ដីពូអ្នកប្រជាធិបតេយ្យបាទសម្ដេចសេងរតនាអូជំរាបសួរបងប្រធានខានជួបយូរហើយរតនាសុខសប្បាយជាទេលឹមសុខាបាទជម្រាបសួរបងសង្ឃឹមថាអ្នកប្រជាធិបតេយ្យជួបគ្នាឆាប់បាទយើងនឹងជួបនៅទីក្រុងប៉ារីសនៅខែ10នេះសង្ឃឹមថាបងរតនាបានទៅប៉ារីសនិយាយដែរទៅជួបគ្នានៅទីហ្នឹងអ្នកនាងម្នាក់ហ្នឹងជីដូនមួយអាឡុងបាទបែបជីដូនមួយមិនដឹងជីដូនពីរមិនដឹងតើមុខក្រាស់ស្តៀងដូចគ្នាបាទអញ្ចឹងស្លេះពីនាងម្នាក់ហ្នឹងបន្តិចសិនហើយខ្ញុំប្រហែលថ្ងៃនេះបងប្អូនឃើញហើយថាថ្នាក់ដឹកនាំស្ថាប័នជាពិសេសក្នុងនោះមានស្ថាប័នការបរទេសស្ថាប័នព្រំប្រទល់ហើយស្ថាប័នយុតិធធដែលមានអ្នកស្រីទឹកកំហ៊ុនជាមួយនឹងអ៊ូលីដាហើយលោកសាម៉ាឌីហើយជាមួយនឹងលោកសំអានបាទសំអានដែលគាត់បានធ្វើការយ៉ាងសស័កស្រាំតាក់ទងជាមួយនឹងទៅ ICC អីហ្នឹងបងប្អូនក៏ជ្រាបទាំងអស់គ្នាហើយខ្ញុំមិនបកស្រាយតាក់ទងរឿងហ្នឹងទេក៏ប៉ុន្តែបងប្អូនពិចារណាមើលណានៅពេលដែលរដ្ឋាភិបាលដែលនៅក្នុងស្រុកតុលាការ ICC ក៏មិនប្តឹងតុលាការ ICJ ក៏មិនប្តឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏មិនយកមកប្រើទីបំផុតគិតតែពីរឿងចរចាទ្វេភាគីដែលថៃគេបិទផ្លូវមិនព្រមចរចាទៅហើយដោយសារអីគេអាងទី1គេមានអំណាចគេមានឥទ្ធិពលខ្លាំងជាងលោកហ៊ុនសែនគេមានអាវុធយុទ្ធភ័ណ្ឌគេវាយលោកហ៊ុនសែនទ្រាំទៅហើយទ្រាំឲ្យហ៊ុនសែនតែស្លាប់អ្នកណាស្លាប់ប្រជារាស្ត្រស្លាប់កងពលកងទ័ពទាហានខ្មែរពិតប្រាកដតែលោកហ៊ុនសែនគាត់ណាទ្រាំខ្លាចគេអញ្ចឹងលោកហ៊ុនសែនមិនហ៊ានតវ៉ាជាមួយគេបដ ாய் ឲ្យគេធ្វើតាមចិត្តណា
អានេះហើយដែលយើងមើលឃើញអញ្ចឹងស្អីក៏អត់ហ៊ានប្តឹងជាមួយគេដែរខ្លាចគេបើសិនជាប្តឹងទៅតុលាការអន្តរជាតិខ្លាចគេវាយបន្ថែមទៀតខ្លាចកប៉ាល់ហោះ F16 មកដល់ទួលកសាំងអញ្ចឹងសុកចិត្តនៅស្ងៀមអញ្ចឹងទៅបដ ாய் ឲ្យគេយកទឹកដីជាង70កន្លែងប្រាសាទនានារបស់ខ្មែរត្រូវបាត់បង់ដោយសាររបបតកូលហ៊ុនបងប្អូនឃើញជាក់ស្ដែងអញ្ចឹងពេលនេះរដ្ឋាភិបាលកម្ពុជាឯកគេរាជ$23ចេញមុខធ្វើការពីបញ្ហាការពារជាតិទៅប្តឹងនៅតុលាការ ICJ តាក់ទងទាមទារដើម្បីទោះបីជាមិនទាមទារប្តឹងទៅតុលាការ ICJ វាតាក់ទងជាមួយនឹងតុលាការដែលតាក់ទងនឹងព្រំប្រទល់ដីធ្លីក៏ប៉ុន្តែតាក់ទងទៅតុលាការ ICC វាតាក់ទងជាមួយនឹងការរំលោភនៃសិទ្ធិមនុស្សអញ្ចឹងយើងសមត្ថភាពដែលរដ្ឋាភិបាលឯករាជ្យ$23ណាយើងអាចមានសិទ្ធិប្តឹងតុលាការ ICC ក៏ប៉ុន្តែមិនទាន់អាចមានសិទ្ធិប្តឹងតុលាការ ICJ ដោយសារយើងត្រូវទំនាក់ទំនងជាមួយនឹងអង្គការសហប្រជាជាតិដើម្បីយើងប្តឹងធ្វើការបន្តទៅទៀតក៏ប៉ុន្តែជំហានទី1យើងធ្វើបានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងណាពេលដែលយើងប្តឹងទៅតុលាការ ICC បែរទៅជារបបលោកហ៊ុនសែនឲ្យអាយ៉ងឲ្យ MMO អីគេនោះចេញមកដើម្បីមកប្រឆាំងជាមួយនឹងយើងមានន័យថាម៉េចបងប្អូនណាចោទថាយើងខុបខិតជាមួយសៀមយើងប្តឹងសៀមទៅតុលាការអន្តរជាតិបែរទៅជាចោទក្តៅក្រហាយជាមួយយើងអញ្ចឹងមានន័យថាដីទាំងអស់ដែលបាត់បង់នេះអ្វីដែលសៀមគេបានឆ្លៀតចូលមកយកទឹកដីយើងនេះមានន័យថារបបហ៊ុនសែនបានប្រគល់ឲ្យគេគ្រាន់តែលេងល្ខោនឲ្យមានសាច់រឿងថាបើខ្ញុំប្រគល់ឲ្យអ្នកឯងតាមរយៈស្ងាត់ស្ងៀមប្រជាជនគេជេរខ្ញុំអញ្ចឹងធ្វើឲ្យមានកើតរឿងមានសង្គ្រាមកើតឡើងអ្នកឯងវាយយកទៅហើយខ្ញុំសំងំអត់ប្តឹងអីទាំងអស់មានន័យថាអញ្ចឹងយ៉ាងម៉េចបងប្អូនពិចារណាផ្លូវគឺមានមួយផ្លូវនឹងគត់ដែលរបបលោកហ៊ុនសែនមិនព្រមប្តឹងគេហើយដល់តែយើងអ្នកប្តឹងបែរទៅជាក្តៅក្រហាយជាមួយយើងបងប្អូនពិចារណាណារឿងដែល MMO របស់គណៈបកប្រជាជនគេផ្ទុះគេអីអានឹងពួកនឹងវាស៊ីឈ្នួលគេឲ្យកូនយួនដែលកើតនៅលើទឹកដីកម្ពុជាចេញមកប្រតិកម្មជាមួយនឹងបងប្អូនដែលជាអ្នកស្នេហាជាតិដែលប្រតិកម្មនៅក្នុងសង្គមតាក់ទងនឹងការពារជាតិការពារទឹកដីគេប្រតិកម្មអ្នកណាអ្នកនិយាយទាំងអស់ហ្នឹងសិតតែកូនយួនដែលកើតនៅលើទឹកដីកម្ពុជាដែលគេបង្កើតឡើងឲ្យក្រុម MO ណែក្រុមព័ត៌មានណា MMO គេហ្នឹងដើម្បីយកមកប្រតិកម្មជាមួយនឹងខ្មែរស្នេហាជាតិគោលបំណងគេធ្វើអីបំផ្លាញយើងអ្នកដែលតស៊ូកុំឲ្យតស៊ូក៏ប៉ុន្តែអ្នកឯងច្រឡំហើយខ្មែរនៅក្រៅប្រទេសគ្មានអ្នកណាមួយនៅស្ងៀមទេសូម្បីតែអ្នកខ្លះដែលចូលគណៈបកប្រជាជនដោយសារអីការគៀបសង្កត់គាត់មានទ្រព្យសម្បត្តិនៅស្រុកខ្មែរគាត់មានបងប្អូននៅស្រុកខ្មែរគាត់ត្រូវការចេញចូលនៅស្រុកខ្មែរគាត់ត្រូវតែសម្ងំធ្វើស្ងៀមឬមួយក៏ឡែទៅចូលអ្នកឯងតែចូលតែខ្លួនតែបេះដូងគាត់ក៏នៅស្រឡាញ់ជាតិដែរកុំគិតថាគាត់ទៅចូលជាមួយអ្នកឯងតិចតួចទៅផឹកស៊ីជាមួយអ្នកឯងគិតថាគាត់ចូលជាមួយអ្នកឯងនៅអ្វីហើយខ្ញុំជឿ 100% ពួកខ្ញុំមានមិត្តភ័ក្តិខ្ញុំមានគ្នាច្រើនណាស់ដែលនៅទីនេះដែលតែមកប្រាប់ខ្ញុំថាគាត់ត្រូវតែទៅព្រោះគាត់ត្រូវការទៅស្រុកខ្មែរគេហៅឲ្យគាត់មិនទៅវាអត់កើតណាក៏ប៉ុន្តែទឹកចិត្តរបស់គេស្រឡាញ់ជាតិគេនៅតែនឹកឃើញជាតិរបស់គេដែរពួកដីខ្មែរនេះមិនមែនរបស់គ្រួសារតកូលណាទេគឺរបស់យើងទាំងអស់គ្នាហើយបើយើងមិនការពារអ្នកណាការពារចេញមកការពារបងប្អូនពិចារណាអញ្ចឹងឥឡូវប្រតិកម្មជាមួយនឹង MMO របស់ CPP មិនត្រឹមប៉ុណ្្នឹងមកប្រតិកម្មពីតកូលរបស់លោកហ៊ុនសែនគឺអ្នកស្រីហ៊ុនស៊ីណាតនិយាយឲ្យចំអញ្ចឹងខ្ញុំឲ្យបងប្អូនយើងស្ដាប់សំឡេងរបស់គ្រួសារតកូលហ៊ុនបន្តិចយើងខ្មែរណាពួកក្រុមហៃនេះបានតែជេរហ្នឹងបានតែថាហ្នឹងតែគេប្រឹងចង់ងាប់និយាយរួមគឺសម្ដេចបវរសម្ដេចអ៊ុនសែនខំណាសម្ដីចេញមកបាត់ផ្សារដូចបងប្អូនអញ្ចឹងណាបងប្អូនចេញមកដឹងតែហែងមឹងតំថាស្រីមិនថាប្រុសទេបងប្អូនមើលចេញមកបាត់ផ្សារអញ្ចឹងហ្មងអានេះនិយាយអស់តែសួរថាពួកហៃនេះខំខំតែបំផ្លាញជន់ឈ្លីប្រទេសជាតិខ្មែរនេះហើយហៃនេះថាអញចេះអញហៅមែនអញហៅអញ្ចឹងអា$23អញមិនហៅឯង$23ទៅលួយអីអញគ្មានហៅឯងទេឯងបង្កើតរដ្ឋាភិបាលខុសច្បាប់
ai tới anh hai ចំពោះបងប្អូននាងដែលក្រោមការគ្រប់គ្រងរបស់យួនដែលគេបញ្ជាក្បាលដូចគ្នានោះណាហើយចុះក្មួយនាងដែលឡើងមកតាមជើងខោឪនឹងអានឹងស្របច្បាប់មែនទេយី hãy control hãy mày hả anh mà đài minh thì dọn đòn ra anh ta control hay còn là ta sốc hãy từ chi niên đi ta sốc còn là ta sốc con gì ấy có hãy từ đâu cả hai chỉ môi ta sốc đây hãy ngày này trôi mà chơi anh chơi hãy với anh chơi anh bắt ដឹងថាពូយហ៊ុនសែនចេះជេរដូចគ្នានឹង តូឡាឈួតអីហែងនោះហែង$23ក្មួយហែងក៏មិនចូលទៅអីស្អីទេចូលទៅថតនៅក្នុងនោះតើហែងប៉ែដល់ក្រៅប្រទេសប្រហែលក៏ក្រុងយកទៅនោះហ៎អញសួរនេះថ្ងៃនោះក្មួយផៃវណ្ណៈក៏គេឥឡូវ AI គេធ្វើបានតាមចិត្តនេះក្មួយផៃវណ្ណៈថ្ងៃនោះចង់ចឹងហ៎ថ្ងៃនោះគាត់និយាយចេះទៅខ្ញុំក៏ចូលផ្លុកខ្ញុំក៏មិននេះ គេទៅដល់មុខ ICC គេចូលទៅក្នុង ICC តឡាការ ICC គេនៅពីមុខគេ live ផ្ទាល់ទៅទៀតណាអាស៊ីសេរីបាន live ផ្ទាល់ជាមួយលោកអ៊ុំសំអានមុននឹងចូលនៅក្នុង ICC សិតតែគេនៅ live ពីមុខយីគិតទៅណារបបលោកហ៊ុនសែនគាត់ធ្លាប់ឲ្យស្ថានទូតម្នាក់បានទៅកាន់ស្រោមសបុតទៅឈរថតមុខតឡាការ ICJ ហើយយកមកបោកប្រជារាស្ត្រគិតថាយើងជាអ្នករដ្ឋាភិបាលឯករាជ្យ$23ហ្នឹងធ្វើឡាយដោយពួកគាត់អញ្ចឹងដែរណាអត់ទេពួកយើងមិនថោកទាបទៅធ្វើឡាយបែបហ្នឹងទេហើយអ្នកឯងរងចាំទៅបន្តិចទៀតនៅពេលដែលតុលាការ ICC គេកោះហៅបានអ្នកឯងភ្ញាក់ខ្លួនអូពួកនេះធ្វើមែនតើបោកអ្នកណាបោកបានតែបោកពលរដ្ឋទូទាំងពិភពលោកបោកលែងបានហើយរបបតកូលហ៊ុននេះរបបអាយ៉ងនេះបោកខ្មែរលែងបានហើយកាលដែលមិនទាន់មានប្រព័ន្ធមីឌាពិតប្រកបណាមែនអ្នកឯងបវលខ្មែរតាមចិត្តតាមរយៈអីទូរទស្សន៍សខ្មៅអ្នកឯងទៅថតកន្លែងល្អលក់ស្រូវជូនរដ្ឋណាគឺស្នេហាជាតិតែអ្នកឯងទៅវល់ស្រូវពីជំរុករបស់ប្រជាជនចុះស្រែកទៅហូរយំអត់មានស្រូវហូបនៅតែជូនរដ្ឋនៅតែស្នេហាជាតិបោករាប់សិបឆ្នាំដល់ឥឡូវមានប្រព័ន្ធមីឌាជាក់ស្ដែងប៉ុណ្្នឹងណាបងប្អូនណានៅគេប្រកាច់ប្រខូចបានទៀតណាបងប្អូនមើលរបបនេះមិនមែនចៃដន្យទេបងប្អូនណាជាក់ស្ដែងដល់អាស៊ីសេរី live ផ្ទាល់មុនលោកអ៊ុំសំអានចូលក្នុងតុលាការ ICC ឃើញជាក់ស្ដែងប៉ុណ្្នឹងហើយនៅគេបលែបឡំនៅគេណាបំពល់បញ្ហាបានបំពល់ព័ត៌មានបានណាស្ដែងប៉ុណ្្នឹងហើយដោយយក AI ណាយកទៅថតផែងវណ្ណៈជាមួយស្រីយួនអីប្រមាណអ្នកស្រីណាស្រីនិចអីហ្នឹងដើម្បីអីបំភាន់ភ្នែកប្រជាជនថារឿងអស់ហ្នឹងពីណាក៏ប្រឌិតបានដែរផេះបើប្រឌិតបានទៅឡាយមុខ ICC គេទៅឲ្យគេឃើញទៅសមត្ថភាពកូនយួនផែងវណ្ណៈហ្នឹងចេញក្រៅប្រទេសមកប្រទេសញូហ្សេឡង់បន្តិចមកហ្នឹងមកប្រទេសសេរីបន្តិចខ្លះផងទៅឲ្យវាផុតពីកែបក្នុងដងខ្លះ vậy chạy tới nhóm của châu Plok nhóm cầm banh nghe cả châu đang ngồi hai về nơi ấy lấy đi qua lôi chua sự ta kia lôi châu hang lôi châu tinh sầm bắt dần ha từ lọc từ miền bồng ôn á chui bàn đi nhóm bắt đặt scam on ấy đặt scam APA mau nè đặt QR mau nhóm chui kla ở cho anh hai gái nhà mà pay buồn tụ la sẽ làm một cách hai hãy nâng lại đẹp một này nâng chê anh nâng nghe hãy nâng sặc các ba là xuống con nè mọi nâng smart nâng đâu cả tên áp lôi cả rồi mà đâu cả thì dây phân xin này nó cứ mình cái là cái tiền đấy lôi cái là đặt tập lôi smart ត្រឹមត្រូវមិនបាច់ស្អីដាក់ EBA អីមកទេលុយថោកទៀតលុយគ្រួសារតកូលហ៊ុនដែលបោកគេពិភពលោកហ្នឹងអាណាឃ្លានទេបងប្អូនណាឃ្លានបានពួកផែងវណ្ណៈពួកអាឡុងពួកស្អីដែលនៅញូហ្សេឡង់នេះដែលខ្ញុំនិយាយពីដបងខាងដើមហ្នឹងមែនឃ្លានលុយអស់ហ្នឹងតែអ្នកប្រជាធិបតេយ្យពិតប្រាកដអត់ឃ្លានទេសុកចិត្តប្រជាពលរដ្ឋដែលនៅទីនេះគាត់ជួយ10ក៏ដោយ$20ក៏ដោយ50ក៏ដោយ100ក៏ដោយនេះជាទឹកចិត្តជាញើសឈាមរបស់គាត់ដែលគាត់ស្រឡាញ់ជាតិពិតប្រាកដណាហើយលុយកាក់ដែលគាត់បានជួយមកយើងមិនយកទៅចាយផ្ដេសផ្ដាស់ខុសខ្ទង់ខុសក្បួនធ្វើបំផ្លាញនៅទឹកចិត្តនិងញើសឈាមរបស់បងប្អូនអត់ដាច់ខាតបងប្អូន anh cầm tay pia chứ
anh vậy hãy tha anh sầm tay pía anh ta canh hãy gì ណា hãy nên mà pay bay đô la ពូទាំងគេស្គាល់ហើយនឹង pay đô la hãy anh hai mà pay đô la hãy cao cả hai hãy chư chấp nè này thằng bộ hãy nè nãy tranh mau pe na cậu bộ hãy đang cầm chơi bộ chào đây bộ hãy nè bảo plan tập chia chôn không ai ai tê nè bảo bộ hãy nè ពួកណាកាន់ជើងចោលខ្ញុំឆ្លើយជាមួយនឹងអ្នកស្រីបន្តិចទៅចោះពួកណាកាន់ជើងចោលណាអ្នកណាដែលកាន់ជើងចោលគឺក្រុមគ្រួសារតកូលហ៊ុននឹងឯងដែលកាន់ជើងចោលត្រូវជាមួយសាស៊ីនរំសិបឆ្នាំមកហើយសុំកលុំលក់ដីនៅខេត្តកោះកុងលក់ដីនៅតាមព្រំប្រទល់លក់ដីសមុទ្រលក់កោះគុជអ្នកណាគេហ៎អ្នកណាគេនាងមានបានឃើញអ្នកស្រីមានបានឃើញបញ្ហាហ្នឹងអ្នកស្រីគិតតែក្មួយអ្នកស្រីគិតតែកូនអប្អូនអ្នកស្រីអញ្ចឹងកាន់ជើងអត់មានមើលខ្ញុំដឹងហើយថាពូជអ្នកស្រីវាពុកឲ្យលួយវាធ្វើសពបែបសពយ៉ាងណាក៏ប៉ុន្តែអ្វីដែលអ្នកស្រីបកស្រាយគួរតែយកឧត្តមកតិខ្លះដែលជាខ្មែរឬមួយក៏អ្នកស្រីងប់ងល់ដែលមើលនៅក្នុងប្រព័ន្ធ Facebook ដែលទទួលបានណាអិសរាជយុសពីខាងកើតមកដែលឲ្យអ្នកស្រីជាជនបង្កប់ដើម្បីបំផ្លាញខ្មែរមែនពិតឬមួយយ៉ាងណាណាសេអារបស់ខាងកើតមកតាមផ្លាញខ្មែរអញ្ចឹងឬមួយក៏យ៉ាងម៉េច còn baប្រហែលថ្ងៃហ្នឹងហែងជេពួកអាមួយនោះហែងជេពួកអាចោនោះអាស្វាស៊ីបាយលៀបមាត់ប្រប៉ែនោះដែលថោកទៀតបំផុតណាគ្រឿងញៀននៅស្រុកវាណា65បាវវាយកកម្ពុជាដាក់ដែរហើយមិនក៏មិនជេផងអាបកាច់អញ្ចឹងសម្ដេចអត់ឲ្យជេអញខឹងហែងពេកអញទៅហៅហែងអីហ៎អា$23ដុល្លារហែងក៏ឆេះឲ្យទៅជេទៅរហូតដល់ប្រមាថកាត់ទៀនតាសពទៀតហើយនេះហើយនេះមុខយួនសឹកហើយនេះមុខយួនសឹកអាយួនសឹកនេះមុខយួនសឹកហ្មងហើយនេះយួនសឹកហើយនេះមុខយួនសឹកអាយួនបើសិនជាលោកម្នាក់នឹងមុខយួនណាហើយគាត់មកស្រឡាញ់ជាតិអញ្ចឹងណាខ្ញុំសុំតសើគាត់ដោយស្មោះវាគ្រាន់បើនាងអ្នកស្រីដែលមុខខ្មែរទៅបំរើយួនយល់ទេកូនយួនក៏ដោយដែលកំពុងតែរស់នៅលើទឹកដីកម្ពុជាបើគាត់ស្រឡាញ់ខ្មែរពិតប្រាកដខ្ញុំតសើនៅស្មារតីរបស់គាត់ក៏ប៉ុន្តែវាគ្រាន់បើជាងខ្មែរសុទ្ធត្រុតមួយចំនួនដែលមុខជាខ្មែរឈាមជាខ្មែរតែត្រូវបំរើគេខាងកើតទៅវិញខ្មាស់គេក៏ឆេះឲ្យទៅជេទៅរហូតដល់ប្រមាថកាត់ទៀនតាសពទៀតហើយនេះមុខយួនសឹកហើយនេះមុខយួនសឹកអាយួនសឹកនេះមុខយួនសឹកហ្មងហើយនេះមុខយួនសឹកហើយមើលខ្សែកហើយដូចក្មេងស្ទៀវក្មេងជំនឿហើយមើលគេរស់នៅពីបាក់ទៅនេះដូចជានេះនៅក្នុងស្រុកម្លេះទូទាំងពិភពលោកគេឃ្លានចេញមកណាមឃ្លានអញឃ្លានអញក៏មិនជាមួយក្មួយផៃវណ្ណៈតាអញមានឃ្លានអីហើយកុំឈឺឆ្អាលអីក្មួយផៃវណ្ណៈគាត់ទៅដាក់ពាក្យបណ្ដឹងនៅ ICC នោះគាត់ថាខ្វះលុយខ្វះស្រោមសម្បត្តិខ្វះអីទិញសម្បត្តិកប៉ាហោះអញក៏ចូលផ្លាប់ណែអញក៏ចូលផ្លុកអញតែថ្ងៃដាក់មកដាក់យក QR មកចាំបាញ់ជួយខ្លះហើយក៏ក្តៅក្រហាយហើយឆេះដុំនេះអាបកាច់ហើយតែកាន់ជើងខ្មែរណាពួកក្រុមហែងនេះបានតែជេហ្នឹងបានតែថាហ្នឹងតែគេដីចេញមកបងហើយបងអូនអត់មានខុសគ្នាបន្តិចទេណាសែនខំណាតែខំអីគេខំលុយគេហ្នឹងខំតែបំផ្លាញជន់ឈ្លីប្រទេសជាតិខ្មែរណែហើយហែងនេះថាអញចេះអញហៅមែនអញហៅចឹងអា$23ដុល្លារអញមិនហៅឲ្យ$23ដុល្លារទៅលុយអីអញគ្មានហៅឲ្យទេហើយបង្កើតរដ្ឋាភិបាលខុសច្បាប់ហើយទៅអញហៅឲ្យគ្រប់គ្រងឲ្យមិនណាអញប្អូនអញម្ដាយមីងនាយករដ្ឋមន្ត្រីអញទៅគ្រប់គ្រងឲ្យហើយគ្រាន់តែតាសុកហើយតែឈ្នានេះតាសុកពីដើមពេលតាសុកហ៊ុនសែនឌីលតាសុកសិតតាសុកឯងនឹងវាចិត្តងាប់ហើយមហារាជពវៀនឯងមិនងាប់មិននៅយូរទេអីហ្នឹងណាអូយអាចអចាយបោកទាំងអ្នកស្រីហ៊ុនស៊ីណាតហ្នឹងក៏ទៅជេឌីលថ្មេះតាសុកអញ្ចឹងដែរលេដល់តែឥឡូវនេះតាសុកងាកមកគ្រប់គ្រងហ៊ុនសែនហើយទាំងបងទាំងប្អូនទាំងក្មួយទាំងអីមកគ្រប់គ្រងតាសុកវិញទៅក៏ទៅរបបនេះហើយតាសុកនេះខ្ញុំមើលទៅក៏មិនហ៊ានទៅជន់ទឹកដីខ្មែរដែរបោកទាំងអាឡុងព្រោះលោកឡុងនឹងក៏ធ្លាប់ឌីលហៅលោកហ៊ុនម៉ាណែតនឹងសិតតាអាម៉ាណែតហើយចេះហើយចុះហ៊ុនសែននឹងក៏ហៅសិតតាដៃជោកុយហ៊ុនស៊ីណាតខ្លួនឯងហ្នឹងក៏អាឡុងនឹងវាធ្លាប់ហៅស្អីឡំដួយទីបំផុតឡើង
មុខពួកនឹងដែរទៅហ៊ានឥឡូវយើងមើលសំសខាដែលមកពីកាណាដានោះដែលធ្លាប់ជេរម្ដាយលោកហ៊ុនសែនដូចផ្ទះខ្ញុំស្ដាប់អាឃ្លីបអស់ហ្នឹងខ្ញុំព្រឺរោមខ្ញុំអាណិតលោកអ្នកម្ដាយរបស់លោកហ៊ុនសែនណាដែលគាត់លាចាលោកនេះទៅហើយដែលកូនគាត់បដ ாய் ឲ្យគេជេរតាមចិត្តដែលតួនាទីកូនគាត់ជានាយករដ្ឋមន្ត្រីហើយឲ្យគេជេរម្ដាយចេះអាយ៉ែងបែបហ្នឹងដើម្បីផលប្រយោជន៍អីអាហ្នឹងយើងអត់ដឹងទេក៏ប៉ុន្តែខ្ញុំធ្វើអត់កើតទេមួយជីវិតនេះធ្វើអត់បានទេបងប្អូនធ្វើនយោបាយដើម្បីឲ្យគេជេរជ្រះឆ្អេះម្ដាយដើម្បីផលប្រយោជន៍នយោបាយអត់ដាច់ខាតអត់ទេអត់ដាច់ខាតមិនថោកដល់ប៉ុណ្្នឹងទេណាហើយថាទីបំផុតពួកអស់ហ្នឹងហ៊ានចូលទៅទេសំសខាចូលទៅអូខេគេឲ្យធ្វើភ្ជុះភ្លៀងផ្គរជេរគណៈបកប្រឆាំងមកប្រាវឥឡូវមកតោងជេរប៉ះរដ្ឋាភិបាលញូអណែខ្មែរតាក់តងជាមួយក្រសួងអីតែងទួចឥឡូវហ្នឹងបែបគុកអត់ថ្ងៃចាញ់ទេបើខ្ញុំមើលទៅយល់ទេហើយគុកម្ដងនេះនឹងសំសខាដោយប្របាក់ចាញ់បន្តិចហើយ Robert Lee បាទអាឡុងថាឡំដួយជាសង្សារវាហេឃើញទេគេហៅអ្នកស្រីទៅជាសង្សាររបស់គេទៀតដល់គេមើងងាយអ្នកស្រីពីមុនមិនឥឡូវទីបំផុតឡើងមកគាំទ្រគេមកត្រូវជាមួយគេពួកអ្នកនឹងខួរក្បាលអីដែលត្រឡប់តលិនបាយបិណ្ឌបាយបាតចេះតែធ្វើចេះតែរស់ឲ្យតែអញបានលុយមានអំណាចធ្វើតាមចិត្តណាសេងស៊ីថាបាទសួស្ដីលោករ៉ាស៊ីសុខសប្បាយជាទេបាទអរគុណបងពីចម្ងាយ MMO របស់ CPP ជប់កាត់បន្តិចបងប្អូនណាពិចារណាមើលមុននេះបាទ FBI ឬដូចគោលន់តាមបណ្ដាញសង្គមប៉ុន្តែមិនទាន់ចាប់បានមេចៅម្នាក់ទេត្រឹមត្រូវគេធ្វើ FBI ចូលមកនេះមិនមែនចូលមកដើម្បីមកជួយគ្រប់គ្រងរដ្ឋាភិបាលដើម្បីមកចាប់ស្រួលអញ្ចឹងទេគេចាប់ផ្ដើមធ្វើពីក្រោមទៅសិនណាមុននេះធ្វើពីក្រោមឲ្យឥឡូវគេកំពុងតែទៀមទាឲ្យបញ្ជូនកុកអានទៅឲ្យគេឲ្យលីចុងផាត់ទៅឲ្យគេហ៊ុនតូទៅឲ្យគេតើអត់បញ្ជូនទៅមិនបានឯងអត់បញ្ជូនណាតិចទៀតដល់ពេលគេចាប់ធ្វើឲ្យពីក្រោមហើយបានគេទៅទាញក្បាលម៉ាស៊ីនពីលើមកដើម្បីឲ្យគេចង់ដឹងថាតើអ្នកឯងធ្វើតាមគេឬមួយក៏អត់ជឿ 100% លើកនេះរបបលហ៊ុនសែនអត់នៅទេអស់ច្រកដើរហើយណាខ្ញុំហ៊ានតានាដាក់អីក៏ហ៊ានដែរលើកនេះមី7ដងគាត់កម្ពុជាក្រោមទេត្រឹមត្រូវបងម្នាក់ដែលនិយាយនៅក្នុងនឹងគាត់កម្ពុជាក្រោមខ្មែរនៅកម្ពុជាក្រោមឈឺចាប់ខ្មែរកដាលល្មមមិនស្មើស្ងាយកម្ពុជាក្រោមទេអ្នកដែលស្នេហាជាតិអ្នកដែលស្រឡាញ់ដោយសារអីខ្មែរកម្ពុជាក្រោមត្រូវវៀតណាមធ្វើបាបធ្វើទុកបុកមិននឹងវេទនាណាចឹងបានខ្ញុំនិយាយបែកចំណុចនឹងមួយនៅពេលដែលឆ្នាំ70ដល់75នៅពេលដែលឆ្នាំ70ទម្លាក់សម្ដេចហើយត្រូវបញ្ជូនជនជាតិវៀតណាមត្រឡប់ទៅស្រុកវិញមួយចំនួនត្រូវចេញផុតទៅដល់វៀតណាមទុកកប៉ាល់ទៅក្រោយណកគេបាញ់សម្លាប់នៅតាមណែគេហៅទលេមេគង្គស្លាប់រាប់រយរាប់ពាន់នាក់ដោយសារអីដោយសារមានទាហានស័ក្តិ3ដែលជាកម្ពុជាក្រោមដែលគាត់រស់នៅកម្ពុជាក្រោមត្រូវវៀតណាមធ្វើបាបសម្លាប់ឪពុកម្ដាយគាត់មកធ្វើទាហានលន់ណុលគាត់ពាក់ស័ក្តិ3ពេលដែលគាត់ដឹកវៀតណាមទៅប្រទេសវៀតណាមពេលនោះគាត់ជាអ្នកបាញ់គាត់បាញ់ចោលដោយសារអីគាត់ចូលធ្វើទាហានលន់ណុលនឹងដើម្បីសងសឹកយួនគាត់និយាយថាអញ្ចឹងពេលហ្នឹងគឺគាត់បានតំណែងតំណងលន់ណុលអត់ដឹងថាម៉េចបានទៅបាញ់យួនព្រោះគាត់បញ្ជូនយួនឲ្យទៅស្រុកបានម៉េចបានទៅអ្នកដែលនាំទៅបាញ់សម្លាប់ចោលតាមផ្លូវហៅអ្នកដែលនាំមកគឺលោកសាក់3ហ្នឹងមកដល់គាត់លុតជង្គង់ជាមួយលន់ណុលគាត់ថាបាញ់គាត់ចោលទៅគាត់បានសងសឹកជំនួសឪពុកម្ដាយគាត់រួចហើយកាលដែលឪពុកម្ដាយគាត់នៅកម្ពុជាក្រោមយួនបានសម្លាប់ឪពុកម្ដាយគាត់ហើយគាត់មកចូលធ្វើទាហានប៉ារ៉ាហ្នឹងគឺដោយសារគោលបំណងគាត់សងសឹកយួនដល់អញ្ចឹងឲ្យលន់ណុលមិនដឹងធ្វើម៉េចស្លាប់គេរួចបាត់ទៅហើយកសែតចុះពេញពិភពលោកបាត់ទៅហើយឲ្យគាត់រួចខ្លួនទៅគាត់ទៅធ្វើទាហានបន្តទៅទៀតទៅអានឹងដោយសារអីគំនុំនៃការសងសឹកឈឺចាប់បែបហ្នឹងគាត់កម្ពុជាក្រោមគឺដោយសារអីគាត់ទទួលរងកម្មដែលគេធ្វើបាបគាត់អញ្ចឹងបានគាត់មានគំនុំគុំគួនឈឺចាប់ណាស់ដោយបងម្នាក់ដែលគាត់និយាយការពិតពួកគាត់ជាកម្ពុជាក្រោមតែគាត់ស្រឡាញ់ជាតិណាខ្ញុំលើកមួយទៀតនៅប្រទេសញូហ្សេឡង់វត្តដែលទទួលបានអ្នកប្រជាធិបតេយ្យមុនគេនៅទីក្រុងអូក្លិនវត្តកម្ពុជាក្រោមនៅអូក្លិនដែលទទួលអ្នកប្រជាធិបតេយ្យទទួលលោកប្រធានទាំងពីរទាំងលោកប្រធានកម្មសខាទាំងលោកប្រធានសំរងស៊ីមកមុនគេទីក្រុងអូក្លិនគឺវត្តកម្ពុជាក្រោមណាគឺខ្មែរកម្ពុជាក្រោមគឺស្រឡាញ់ជាតិណាស់ហើយខ្ញុំក៏អរគុណដល់បដិប្រគុណម្ចាស់ដែលនៅគង់ជាសក្តិវត្តកម្ពុជាក្រោមនៅទីក្រុងអូក្លិនដែរគឺលោកមានមនសិការលោកស្រឡាញ់ជាតិលោកហ៊ានលះបង់ដើម្បីផលប្រយោជន៍ជាតិ
លោកចូលរួមបោកទាំងវត្តនៅទីក្រុងវ៉ាឡែនតាន់ក៏ដូចគ្នាលោកតាធំមានឆន្ទៈមោះមុតស្រឡាញ់ជាតិខ្ញុំសូមសរសើរលោកដោយស្មោះអញ្ចឹងបងប្អូនឃើញកម្ពុជាក្រោមមួយចំនួនធំដែលគាត់ស្រឡាញ់ជាតិលើកលែងតែមួយចំនួនតូចដែលគាត់ទទួលបានផលចំណេញផលសម្រាប់ឯកជនខ្លួនគាត់អានឹងគាត់ទៅខុបខិតជាមួយគេដោយប្រការណាមួយក៏ប៉ុន្តែជាទូទៅឃើញកម្ពុជាក្រោមចូលរួមទាំងស្រៈស្រាំតាក់ទងជាមួយនឹងការស្រឡាញ់ជាតិណយវ៉ាណាបាទមី7ដងកម្ពុជាក្រោមគាត់កម្ពុជាក្រោមទេបាទអរគុណខ្មែរអ៊ុនតាក់យកល្អទុកឲ្យ FBI ចាប់តកូលហ៊ុនច្រកការ៉ុងទាំងអស់ពីកម្ពុជាល្អបំផុតត្រឹមត្រូវបន្តិចទៀតដល់ពេលហើយខ្ញុំជឿ 100% ដល់ពេលសម្បត្តិកូនឆ្លាតបាទសួស្ដីពីចម្ងាយបន្តិចទៀតដល់ពេលហើយបងប្អូនគិតមិនរួចទេអុកសុភ័ក្រថ្ងៃក្រោយកម្ពុជាក្រោមដូចគ្រីមៀហើយបងព្រោះយួនបង្កប់គ្រប់កន្លែងដើម្បីបំផ្លាញខ្មែរយើងមិនកម្ពុជាក្រោមទេខ្មែររាល់ថ្ងៃនេះគឺគេអញ្ចឹងគេចូលមកជាង1លានអ្នកហើយគេមកកើតកូនកើតចៅនៅលើទឹកដីកម្ពុជាយើងជាង40ឆ្នាំមកហើយផែងវណ្ណៈជានរណាមិនកូនយួនសត្វសាដែរហេងសួរនឹងឡើងដល់រដ្ឋមន្ត្រីក្រសួងការងារស្អីគេមើលបងប្អូនណាសុទ្ធសឹងតែកូនយួនបងប្អូនមើលផ្កាយ2ផ្កាយ3ដែលនៅក្នុងជួររដ្ឋាភិបាលរាល់ថ្ងៃដែលបញ្ជាទ័ពបាញ់ប្រទេសថៃរាល់ថ្ងៃវាយមួយរយៈដែលមានរឿងវាយជាមួយថៃអ្នកណាបញ្ជាមិនមេទ័ពតែផ្កាយ2ផ្កាយ3នឹងឲ្យសុទ្ធសឹងជាអ្នកណាជំនាញការវៀតណាមដែលពី79មកដែលលោកហ៊ុនសែនបាននិយាយថាកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាជាង 100000 នាក់គាត់អាយ៉ងវៀតណាមនេះជាសម្ដីពិតរបស់លោកហ៊ុនសែនស៊ីណាសុខសប្បាយសង្ឃឹមថាបានជួបស៊ីណានៅប្រទេសបារាំងភាសាទៀតប៉ូលីនជំរាបសួរលោកពូបាទអបពោះផ្លាស់បាទអាបារាជឹកឡុងវាថាគុំកន្ទុយយាយឡាំដួយល្អណាស់បាទគាត់ជាសង្ឃធ្លាប់បួសក៏ប៉ុន្តែទោះបីគាត់និយាយទៅដល់អ្នកស្រីឡាំដួយនឹងក៏ដោយអ្នកស្រីហ៊ុនស៊ីណានឹងក៏ដោយក៏ប៉ុន្តែអ្វីដែលគាត់និយាយគឺអសរោះជាទីបំផុតបងប្អូនមើលមនុស្សបែបហ្នឹងអានឹងហើយដែលហ៊ុនសែនគាត់ទិញបានគឺគេយកមនុស្សបែបហ្នឹងបងប្អូនកូនអ៊ំបាទជម្រាបសួរពីចម្ងាយបាទគ្រីស្ទីណាខានជួបយូរហើយគ្រីស្ទីណាបាទតកូលហ៊ុនឆ្កែរបស់យួនកំពុងភ័យត្រឹមត្រូវមួយម៉ាត់ហ្នឹងគឺត្រូវមកឥឡូវនេះភ័យស្លន់ស្លោហើយណាភ័យនឹងហើយបានឲ្យក្រុម MMO អីគេនឹងចេញមកប្រតិកម្មចេញមកអីមិនធ្វើទេតែនាំគ្នាយកជើងរាទឹកខ្លួនឯងជារដ្ឋាភិបាលដែលខ្លួនឯងស្រែកថារដ្ឋាភិបាលស្របច្បាប់តែទីបំផុតណាមិនព្រមធ្វើអីទាំងអស់ណាបដោយឲ្យណាថៃគេធ្វើសបែបសពយ៉ាងគេបាញ់លប៉េះលប៉ោះរាល់ថ្ងៃហ្នឹងទៅហ៊ានស្លាប់បដាហ្នឹងមកស្រែកតោបិទព័ត៌មានមកស្រែកតោទៅហ៊ានរៀលកាយស្អីបងប្អូនពិចារណាណាថៃគេនឹកឃើញគេដាក់ទ្រូតមកបាញ់ពីលើមកអត់ឲ្យតអត់ហ៊ានតអត់ឲ្យតមិនមែនអត់ហ៊ានតទេតែហ៊ាននៅទីហ្នឹងចង់តឈឺចាប់ណាស់តែបញ្ជាពីលើមកមិនឲ្យតសូម្បីតែហ៊ានដែលចិត្ត20នាក់ដែលកាលគេចាប់បានទៅណាដោយសារអីមិនឲ្យគ្នាតរហូតថៃចូលមកចាប់ត្រង់សេឲ្យមិនឲ្យគ្នាតទៀតអានឹងបំណងអីគេបំណងសម្លាប់ខ្មែរឲ្យអស់ទាហានខ្មែរដែលស្នេហាជាតិនៅព្រំប្រទល់ស្លាប់ឲ្យអស់គោលបំណងគឺបែបហ្នឹងបងប្អូនមិនមែនគេដើម្បីធ្វើអីទេសម្លាប់ទាហានខ្មែរឲ្យទាហានខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដស្លាប់ឲ្យអស់ចុងបញ្ចប់គេរៀបទាហានកូនយួនរបស់គេមកការពារទឹកដីខ្មែរមកគ្របដណ្ដប់យកខ្មែរតែម្ដងឲ្យយល់ណាបងប្អូនតាសួរបាទជម្រាបសួរបងប្រុសបាទអរគុណស៊ីណាតជម្រាបសួរលោករាស៊ីពីចម្ងាយបាទសង្ឃឹមថាជួបគ្នាស៊ីណាតនៅប្រទេសបារាំងឆាប់បាទវណ្ណាវសួស្ដីពីចម្ងាយបាទអុកសុភ័ក្រនៅក្រោយកម្ពុជាក្រោមដូចគ្រីមៀហើយបងព្រោះយួនបង្កប់គ្រប់កន្លែងបំផ្លាញខ្មែរត្រឹមត្រូវយួនរាល់ថ្ងៃនៅក្នុងរចនាសម្ព័ន្ធរបស់ខ្មែរនៅកម្ពុជារាល់ថ្ងៃហ្នឹង80ទៅ 90% ឲ្យបងប្អូនមើលទៅណាធាពងបាទ Hello brother អរគុណសម្បត្តិកូនឆ្លាតអរគុណបងណារីសួស្ដីបាទបឹងអត្រកួនបឹងមុខយួនក្រាន់បើជាងខួរក្បាលយួនត្រឹមត្រូវណាគាត់មុខយួនមែនពិតក៏ប៉ុន្តែខួរក្បាលគាត់នៅស្រឡាញ់ជាតិណាវាប្រសើរជាងអ្នកស្រីដែលមុខខ្មែរសុទ្ធតែខួរក្បាលអ្នកស្រីមិនមែនខ្មែរផងនឹង
ផ្កាកំពង់ធំបាទម៉ៅប្រុសបាទធៀពងអរគុណពីចម្ងាយស៊ូសាតឃើញខ្មែរមួយចំនួនគ្រប់គ្រង CPP ហេតុអីមកប្រឆាំងនឹងរដ្ឋាភិបាល23 ដុល្លារដាក់ពាក្យប្តឹងទៅ ICC ពីសៀមឈ្លានពានទឹកដីកម្ពុជាខ្មែរទៅវិញអានឹងហើយដែលយើងមានការឆ្ងល់ណាគាត់ថាគាត់ស្រឡាញ់ខ្មែរគាត់ប្រឆាំងជាមួយសៀមណាដល់ឲ្យយើងរដ្ឋាភិបាលឯករាជ្យ23 ដុល្លារប្តឹងសៀមបែរទៅជាគាត់ក្តៅក្រហាយអញ្ចឹងមានន័យថាម៉េចបងប្អូនដូចខ្ញុំបានលើកអញ្ចឹងមានន័យថាដីទាំងអស់ហ្នឹងគឺគាត់កាត់ទៅឲ្យគេគាត់លក់ទៅឲ្យគេហើយគាត់បង្កើតលខោនឲ្យមានសង្គ្រាមដើម្បីសម្លាប់ពលទាហានដែលស្មោះត្រង់ស្រឡាញ់ជាតិពិតប្រាកដណាហើយអ្នកណានិយាយថាប្តឹងថៃប្តឹងធ្វើអីបើអញលួចលក់បាត់ហើយហ្នឹងក្តៅក្រហាយជាមួយពួកឯងទៀតណែវាចេះអាហ្នឹងបងប្អូនត្រូវយល់សម្បត្តិកូនឆ្លាតបាទខៃ trend សួស្ដីបាទសូសេតអរគុណអ៊ីនៀតសួស្ដីឌឿនអើយអូយសួស្ដីឌឿនអើយពីចម្ងាយបាទសេមយូលវែងបាទសាឡាមអាឡៃគុំសួស្ដីពីចម្ងាយបាទសេមយូលធៀពងបាទអរគុណស្ដើងជ័យសួស្ដីយឿនយ៉េនជំរាបសួរបងពីស្រុកខ្មែរនៅជំរាបសួរបងរាស៊ីពីខ្មែរនៅប្រទេសថៃអូនៅប្រទេសថៃហើយយ៉េនសុខសប្បាយពីចម្ងាយផ្កាកំពង់ធំខ្មែរបានត្រូវតែស្រែកថាឈឺចាប់តែខ្មែរមួយចំនួនកំពុងតែសប្បាយអ្នកនៅក្នុងស្រុកមួយចំនួនណាអត់យល់អីទាំងអស់គិតថាអញមានលុយអញមានវិឡាអញមានផ្ទះនៅអញមានរបររកស៊ីសកត់កអាណាក៏អត់ខ្វល់ដែរដឹងតែអញបានលុយក៏ប៉ុន្តែប្រយ័ត្នផងទៅណាដូចខ្ញុំបានជម្រាបអញ្ចឹងគេនៅក្នុងរចនាសម្ព័ន្ធរបស់ខ្មែរ80ទៅ 90% ហើយនៅពេលដែលគេទទួលបាន 100% ណាចាំបងប្អូនណាចាំឲ្យច្បាស់កូនបងប្អូនរៀនចប់ Bachelor ឬមួយក៏ Master Degree សុំគេធ្វើមេភូមិក៏អត់បានដែរណាចាំឲ្យច្បាស់ឆាងអានបាទណយវណ្ណាបាទណយវណ្ណាបាទត្រឹមត្រូវលោកគិតដូចខ្ញុំដែរបាទមូលីកាសួស្ដីបាទទេពច័ន្ទសារិទ្ធចម្រើនពរបាទថ្វាយគុំព្រះអង្គពីចម្ងាយសេរីសុខុមអូ good afternoon sir អរគុណបងសុខុមពីចម្ងាយបងឯងមិន good afternoon ទេចង់ evening ហើយបងឯង good evening ហើយយប់អីដឹងឬមួយក៏នេះបងនៅនេះម៉ោង 7:01 ហើយសូរិយាសួស្ដីពីចម្ងាយបាទអញ្ចឹងខ្ញុំអាន comment បងប្អូនប៉ុណ្ណឹងហើយខ្ញុំក៏បានឆ្លើយតបជាមួយនឹងអ្នកស្រីហ៊ុនស៊ីណាតបាទពូជពងអ្នកស្រីរាល់ថ្ងៃបើនិយាយពីខ្ពស់នឹងវាខ្ពស់កប់ពពកហើយកុំឲ្យអ្នកស្រីមកជ្រកអាចចលេនណាមកជ្រកអាចចលេនមកឆ្លើយមកនិយាយដូចថារាល់ថ្ងៃហ្នឹងខ្ញុំមើលទៅរបស់អ្នកស្រីមានស្អីភាកច្រើនហ្នឹងស្អីដឹកដៃគេការហ្នឹងមករង 5000 ទៅមករងអីដើម្បីខ្ញុំដឹងហើយពួកអ្នកមានមួយចំនួនហ្នឹងដើម្បីយកកិត្តិយសយករូបថតអ្នកស្រីហ្នឹងដើម្បីយកមកធ្វើអីបងប្អូនយកមកធ្វើកសែងយន់រាល់ថ្ងៃអ្នករស់ស៊ីមួយចំនួនបានថតជាមួយសម្ដេចក៏ដោយបានថតជាមួយនឹងគ្រួសារតកូលហ៊ុនយកមកដាក់តាំងមុខផ្ទះទៅអ្នកណាដើរចូលមកឃើញរូបថតជាមួយសម្ដេចទៅអត់ហ៊ានប៉ះគេទេប៉ះយ៉ាងម៉េចខុសបន្តិចតួចចេះតែទ្រាំទៅព្រោះគេសិតតែខ្សែតកូលហ៊ុនអត់ហ៊ានទេអានឹងហើយដែលម្នាក់ហ្នឹងទៅយកកសែងយន់គ្រាន់តែថតជាមួយគ្រួសារតកូលហ៊ុនបានកសែងយន់មួយឯងយកមកដាក់មុខផ្ទះពីដើមឡើងមកខ្ញុំស្គាល់អុកញ៉ាមួយចំនួនដែលគាត់នៅស្រុកខ្មែរអញ្ចឹងដែរទៅថតទៅដើម្បីបានយកមកដាក់តាំងនៅក្រុមហ៊ុនដើម្បីបលិសទាហានល្មមចូលទៅចង់ចាប់ចម្រិតចង់ឬមួយក៏ធ្វើស៊ីធ្វើអីអត់បានទេឃើញតែរូបថតហ្នឹងដើរចាញ់ហើយណានិយាយណយបាទការកំពុងធំបងប្រុសនិយាយអីក៏ពិតយ៉ាងនេះអត់ទេអានេះរឿងពិតអញ្ចឹងមែននៅស្រុកខ្មែរគឺអញ្ចឹងណាបានតែរូបថតជាមួយសម្ដេចមួយស្លឹកនឹងយកមកដាក់តាំងមុខផ្ទះនឹងអ្នកណាក៏អត់ហ៊ានប៉ះដែរសូម្បីច្បាយស្រុកបលិសទាហានអីខុសល្មមស្រាប់ចូលទៅដល់ឃើញតែរូបថតជាមួយសម្ដេចថយក្រាអាយ៉ាអត់ស្រួលទេវើយអញដឹងថាទំនាក់ទំនងរវាងសម្ដេចជាមួយអ្នកនឹងប៉ុណ្ណាអញអត់ដឹងដល់អញ្ចឹងលែងហ៊ានបងប្អូនមើលមករយៈសំបីតែប្រទេសជនជាតិចិនដែលមកស្រុកខ្មែរណា
nâu có bông sao cái đôi nâu có công cái đôi chân đào bánh bốc khmai ngọt bánh pin xa và lý thì hiên tao ở đây hiên chắp bay nó chân ở hiên từ cả lâu đi miền scam online nhé nè vì soi mua chân tao ban mà chắp chân mà chấm luôn đó là chắp chân xung bay tại chân tại quạt rong cua nâu từ nia kia hui one play quạt tao và có quay cái ba quạt đó là chìm này bị đam đại hiên này ở hiên tê bộ ở đăng thảo chân mùi nâng tùm nẹ tùm nông cho mùi nẹ thông nâng đó là cảm rất nà bộ linh mê scam mùi đào cho mùi hình buồn hiên sát đã kia co nía mê scam chân sĩ đào cho mùi hôn sáng sát đặt tua nè ti chỉ rót một trái anh à hiền tua bay chỉ chân nâng cho trai ở đăng ấy cả đôi miên rương còn hiền ta đây bộ ở đăng thà nẹ nâng miên tùm nẹ tùm nông cho mùi nâng chua rót thà bị báo chùm râu nà ở hiền nói trâu ta sạch chẳng tao cái thư ấy nó có ban là tao ai chẳng tao tại ao hiên thư ấy cái ọt tại lâu riêng khóc nia bị muôn tịch sao ôn xem bàn ở quân bị chùm ngài bò là quân bằng nhóm chăm tại phát tê pù chăm tại phát ấy ghê rồi môi có bọp lục quân sen đùa là lùm tao đầm bay phật sờ bài đi tật cuốn bằng Richner tra call cả đau cả hai chùm nụ xí mà nụ sườn bạn real màu bạn nị dê trầm trâu ở quân bạn rất thi nhôm miền prasat trâu mà rồi ba thoáng cùng bằng pi trong ngàyสังคมไทยมวยสัวสดายมาคริสตินาฮุนซีนาจีจารกรรมยวนแต่งปุยตรำเต้าปุยยังเคยย้ายปอนเฟซบุ๊กยวนบานยอกอิสระจุนปีปฏิยวนโยมาเอาเนี่ยใส่สุดฮุนซีนาบาลสกมาแบบเซ็งสำนักบองเปล่าโจจัดแต่นิยเต้าโดยมือเคยออกกุนกากับปงทอมบาดบองเปล่านิยไอก็เปิดได้บ้านวินี่จีเรื่องเปิดบางปอนขยมนิยนี่คือบางปอนมือเราเอาไว้ได้ขยมนิยยมเต้าเมียนอมนาหนางให้จีเรื่องเปิดยอมอดักเอาบางปอนเคยอาณาจักรตึกได้สวรรณภูมิบ้านเน่าแต่ทางไง FBI กรอบบุยเตะขยมมืออดเคยทาลูกคุณชายรุ่ยคลุนหองยมมืออดให้บาสั้นจีอเมริกเรื่องนี้บาดาวไอ้หุ่นไซน์เพื่อใบหนึ่งตามจัดใบหนึ่งขยมเฮียนท่าอเมริกคลากระดาแต่ขยมอดเชื่ออเมริกคลากระดาในบางปอนเชื่อขยมมา100%ให้เลิกนี่ฮะเจียงสายสับชนามขมิ้นระบอบลูกหุ่นไซน์ออนบอลเป็นนิติบางปอนมือละกลาหน้าไทยไวยกได้จัดสปายกันไรบางปอนได้ลือขนมสมัยยังเนี่ยขนมยุคแก่อายุระบอบยังเนี่ยลือแต่ท่าขมายบัดใดลือแต่ท่าขมายเต้าเกถือบาปแต่หมดดอสมัยยังในการมานี่ยังจูบตัวท่ายังเคยกาชื่อจับในการบัดใดอย่างไรยังเคยกาชื่อจับในเกถือบาปขมายอย่างไรคือสมัยยังนี่เอ้ยที่ปีไทยไวมันพลานขมายไทยทลบถือบาปขมายลูกคนแซนบ่มพลานจิตบ่มพลานตึกใดขมายตรบสมบัติขมายอ๋อบ่มพลานเกตติโยขมายอ๋อโดยซาสเกมออนไลน์ลูกคนแซนคุบขึ้นหนึ่งบอร์ตีลูกก็ตรอลลูกก็เอาก็กระเจาะแซ่เตาเกตแต่อ๋อลูกก็ตรอลต่อเอาไทยตีดชุงสมดรอบ10,000 กิโลเมตรลูกคนแซนบ่มพลานอ๋อตีดเสร็จแต่ใครขมายเต้าด้วรลมไปจีจนรัวเน่าไกลกรอเลยลามโดยสาไอโดยสากรัวซาลูกคุณแซนมาบอลไปนี่ลูกคุณแซนคุบขึ้นลุยไปพบลูกนะถ้าตาระบอบนี่เน่าตาตัวเตี้ยเด้อาไปบางปอนดอลเป็นวิลีให้บางปอนจำเปียกยมมา100%บาเศร้าราศีนี่ยี่เขาบางปอนไงกลายมาจวนเศร้าราศีดอกยมนี่แต่นี่อาไปให้บาเป็นนี่ลูกคุณแซนต้นปะปันหนึ่งให้ดวลปะปันหนึ่งให้ยังเนี่ยไปเจอตับไตเพื่อหุ่นไซน์มันบานไปชบเพื่อนอยู่ใบเรา